ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានចាប់ផ្ដើមជាផ្លូវការគណៈខេត្តសៀមរាបមានបេក្ខជនចូលរួមប្រឡងជាង 10000 នាក់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង11សីហា2026នៅខេត្តសៀមរាបបានចាប់ផ្ដើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី10ខែសីហាឆ្នាំ2026នេះដែលមានវត្តមានចូលរួមកាត់វិញ្ញាសាដោយឯកឧត្តមលីសំរិនប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមប្រាក់សុភ័ណ្ឌអភិបាលខេត្តរួមនឹងថ្នាក់ដឹកនាំជាក្រុមប្រឹក្សាខេត្តរួមនឹងគណៈអភិបាលខេត្តជាច្រើនរូបទៀតគូបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង11សីហា2026ខេត្តសៀមរាបមានបេក្ខជនសរុបចំនួន 11486 នាក់ស្រី 6812 នាក់ក្នុងចំណោមបេក្ខជនសរុបមានបេក្ខជន5ប្រភេទគឺបេក្ខជនចំណេះទូទៅសរុប 10593 នាក់បេក្ខជនស្វ័យរិន្ទចំណេះទូទៅ604នាក់បេក្ខជនបំពេញវិជ្ជា187នាក់បេក្ខជនស្វ័យរិន្ទបំពេញវិជ្ជា125នាក់និងបេក្ខជនអប់រំពិសេស7នាក់ក្នុងនោះមានមណ្ឌលប្រឡង16មណ្ឌលដោយមានបន្ទប់សរុបចំនួន463បន្ទប់នៅក្នុងឱកាសអញ្ជើញបើកវិញ្ញាសានៅព្រឹកនេះដែរឯកឧត្តមលីសំរិននិងឯកឧត្តមប្រាក់សុភ័ណ្ឌបានជំរុញលើកទឹកចិត្តដល់បងប្អូនជាបេក្ខជនទាំងអស់ប្រឹងប្រែងអស់ពីសមត្ថភាពនិងគោរពវិន័យលក្ខខណ្ឌកំណត់និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំព្រមទាំងគោរពនិងស្ដាប់តាមការណែនាំរបស់អនុរិយជៀសវាងប្រព្រឹត្តផ្ទុយពីនេះការប្រឡងនៅពេលនេះជាការវាស់ស្ទង់នៅកម្រិតចំណេះដឹងដែលបងប្អូនបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិនិងឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យការប្រឡងនេះក៏ដើម្បីធានានៅគុណភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្សព្រោះបងប្អូននេះហើយគឺជាទំពាំងស្នងឫស្សីនៅប្រទេសជាតិតែថ្ងៃអនាគតជាពិសេសក្នុងការបើកបរមកប្រឡងត្រូវរក្សាសុវត្ថិភាពនិងប្រុងប្រយ័ត្នក្នុងការបើកបរយានយន្តឲ្យបានជាប្រចាំ